នេះបងប្អូនហើយចោអាសូឡាណាបងប្អូនហើយអានឹងវាដោះលឿនហើយខ្ញុំបានធ្វើអីទេបងប្អូនគាត់ថាពីងហ្នឹងគឺខ្ញុំចង់ដឹងថាយើងអាចធ្វើអីបានហើយបងប្អូនណាមានយោបល់ដោយសារខ្ញុំនេះវាមានពីងនោះច្រើនគ្រប់កន្លែងបងប្អូនហើយមើលទៅកន្លែងណាក៏មានពីងដែរអញ្ចឹងទៅខ្ញុំថាចង់ធ្វើអីមួយយ៉ាងធ្វើម៉េចឲ្យវាមានផលចំណេញអញ្ចឹងណាបងប្អូនបើបងប្អូនណាមានបទពិសោធន៍ជាមួយនឹងរឿងពីងបងប្អូននិយាយទៅគឺរឿងពីងថាយើងគួរធ្វើអីនៅកន្លែងនោះក៏មានដែរនៅខាងក្រោយអទេសហ្នឹងហើយនៅខាងនោះទៀតគឺពីងគ្រប់កន្លែងទាំងអស់នៅមុខផ្ទះនៅណានៃទាំងអស់គឺសតពីងបងប្អូនហើយមិនដឹងថាធ្វើអីខ្ញុំនេះវាមានពេលទំនេរហើយបច្ចុប្បន្ននេះណាបងប្អូនបាទអរគុណច្រើនបងប្អូនណាមាន